រឿងផ្ទះតម្កល់មឈូសភាគ3សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកាលពីភាគទី2យើងបាននិទានដល់បណ្ណាដែលត្រូវប្រលឹកនាងរីយ៉ាចូលខ្លួនហើយក៏បានឡើងទៅលើផ្ទះសពនាងវ៉ានីដែលជាប្អូនស្រីក្រឡេកឃើញបងប្រុសក៏ស្ទុះងើបមកចាប់ដៃរួចនិយាយទាំងសប្បាយចិត្តខណៈលើចិញ្ចើមវណ្ណាមានរំរបួសបងប្រុសមិនអីទេបានបងត្រឡប់មកវិញគឺប្រសាហើយក្បាលបងមានរបួសមែនទេវណ្ណាគ្រាន់តែងូកក្បាលតប្អូនស្រីរួចវ៉ានីដឹកដៃបងប្រុសទៅអង្គុយជុំពួកគេក្បែរជញ្ជាំងឆេនខំដាស់ពូច័ន្ទឲ្យងើបពីសន្លប់ពូច័ន្ទដឹងខ្លួនក៏ធ្វើមុខភ័យខ្លាចឆេនក៏និយាយឡើងក្រែងពួកឯងថាមិនចេះខ្លាចខ្មោចទេអីពូច័ន្ទក៏និយាយឡើងទាំងលោកដៃកាន់ដបស្រាដែលរបូតពីដៃមុននេះថាតោះឲ្យឆេនពួកយើងចុកទៅផឹកស្រានៅក្នុងក្រោមវិញថាហើយពូច័ន្ទនិងឆេនក៏ចុះពីលើផ្ទះយប់កាន់តែជ្រៅនៅផ្ទះតម្កល់សពមេភូមិសនអង្គុយនិយាយទៅកាន់យុទ្ធសតិកាវ៉ានីនិងវណ្ណាដែលអង្គុយជុំគ្នាក្បែរមឈូសថាសពនេះបានចេញឡងពួកយើងដូច្នេះយប់នេះអ៊ំហាមទាំងអស់គ្នាកុំចេញដើរទៅណាផ្ដេផ្ដាស់រងចាំអាចារ្យភឿនមកដល់ដើម្បីគាត់ធ្វើកិច្ចកុំឲ្យសពដើរឡងគេឯងទៀតឮមេភូមិនិយាយបែបនេះពួកគេធ្វើមុខភ័យខ្លាចខណៈវណ្ណាអង្គុយថ្មឹងមិននិយាយស្ដីរួចវណ្ណាលោកដៃចាប់ដៃប្អូនស្រីបណ្ដាលឲ្យវ៉ានីភ្ញាក់ហើយនិយាយថាបងមិនក្តៅបងត្រជាក់ម៉ែវណ្ណាបានបបួលវ៉ានីឲ្យត្រឡប់ទៅផ្ទះវិញវ៉ានីតោះពួកយើងទៅផ្ទះវិញវ៉ានីតបតិចថាក្រែងអ៊ំបាននិយាយហាញ់តែថាមិនឲ្យពួកយើងដើរចេញទៅណាផ្ដាស់ទេរងចាំអាចារ្យភឿនត្រឡប់មកវិញសិនឮបែបនេះវណ្ណានៅស្ងៀមធ្វើមុខស្មាថេងនៅពេលដែលវណ្ណាបបួលប្អូនស្រីត្រឡប់ទៅផ្ទះប្រិយមិត្តប្រកាសជាដឹងច្បាស់ហើយថាវណ្ណាដែលបានស្លាប់ទៅហើយនោះហើយប្រលឹងនាងរីយ៉ាចូលមកប្រហែលជាក្នុងបំណងចង់នាំនាងវ៉ានីទៅសម្លាប់ចោលនៅខាងក្រៅផ្ទះយប់កាន់តែជ្រៅម៉ោង12អាធ្រាត្រហើយនៅឯផ្ទះតម្កល់សពឃើញជើងអាចារ្យភឿនដើរឡើងកម្មចណ្ដើមួយវណ្ណាដៀងភ្នែកទៅមាត់ទ្វារក្រោយឮសម្រាប់ជើងតាភឿនឡើងកម្មចណ្ដើបងប្អូនប្រិយមិត្តប្រកាសជាដឹងហើយថាវណ្ណាគឺជាប្រលឹងខ្មោចរបស់នាងរីយ៉ាចូលដូច្នេះប្រហែលជាកំពុងភ័យខ្លាចនឹងអាចារ្យភឿនដែលកំពុងខិតចិត្តមកដល់នាងអាចារ្យភឿនឡើងដល់លើផ្ទះពួកគេងាកមើលអាចារ្យភឿនខណៈវណ្ណាមានទៅមុខមាំភ្នែកលួចសម្លឹងមើលទៅអាចារ្យភឿនដោយគំនុំអ្វីម្យ៉ាងក្នុងចិត្តអាចារ្យភឿនមើលទៅលើធ្នើដាក់ធាតុក៏ឃើញកោតបែកអស់គាត់ដើរវឹងទៅចិត្តធ្នើដាក់ធាតុរួចងាកមកសួរយុទ្ធចៅប្រុសមានធ្វើអីឲ្យធាតុនេះធ្លាក់បែកទេយុទ្ធបានតបថាបាទតាកាលពីក្បាលប្រលប់ខ្ញុំបានដុតធូបយកទៅដោតនៅទីនោះខ្ញុំមិនប្រយ័ត្នក៏ធ្វើឲ្យធ្លាក់ធាតុបែកអស់ទៅស្ដាប់ហើយអាចារ្យភឿនបានត្រឹមដកដង្ហើមធំទម្លាក់ទឹកមុខស្មាថេងវ៉ានីបាននិយាយឡើងប្រាប់តាភឿនថាលោកតាបងប្រុសខ្ញុំត្រូវបានព្រលឹងខ្មោចវាយក្បាលឲ្យរបួសហេតុអីក៏សពនេះកាយទៅហើយម្លេះពួកខ្ញុំគ្មានកំណត់អ្វីនឹងគេទេអាចារ្យភឿនងាកមើលមកវណ្ណាតែវណ្ណាឆ្ងោកមុខតាភឿនដើរមកអង្គុយចុះនៅសសរកណ្ដាលក្បែរមេភូមិរួចនិយាយវិញ្ញាណយើងរីយ៉ាបានចេញរាជត្បាតហើយដោយសារយុទ្ធធ្វើឲ្យបែកកោតនេះណាដូច្នេះសីមាដែលខ្ញុំពាត់កាលពីប្រមាណឆ្នាំមុននោះត្រូវរលាយហើយឬបែបនេះវ៉ានីបើកភ្នែកញាក់ប៉ាល់តាភឿនបន្តនិយាយព្រោះកោតដែលឃុំពលឹងរបស់នាងបានធ្លាក់បែកហើយវិញ្ញាណរបស់នាងបានខ្ចីរូបរបស់សពនេះធ្វើសកម្មភាពវិញ្ញាណនាងរីយ៉ានៅវិលក្បែរនេះដូច្នេះទាំងអស់គ្នាមិនអាចចាក់ចេញដើរទៅណាផ្ដេផ្ដាស់បានទេពីព្រោះពេលនេះយប់ជ្រៅហើយណា
ឬតាភឿននិយាយបែបនេះពួកគេអង្គុយស្ងៀមធ្វើទឹកមុខភ័យខ្លាចគ្រប់គ្នាតាអាចារ្យភឿនបានលូកយកទូរស័ព្ទពីថងយាមមកចុចនិយាយដើម្បីរកជំនួយមកកំដរសពចៅថនជួយរកមនុស្សប្រមាណអ្នកមកជួយកំដរសពដែលចៅឯងបានជួយសែងកាលពីល្ងាចមិញភោគអូចៅកំពុងធ្វើដំណើរមកពីអ្នកចៅបុលអីអូមិនចឹងល្អហើយណាប៉ុណ្ណឹងចុះខណៈនោះដែរមេភូមិសនក៏និយាយឡើងទំនងសប្បាយចិត្តបានគ្នាច្រើនគឺល្អហើយតាក្រោយមកតាអាចារ្យភឿនបានយកអំបោះចេញពីថងយាមមករាយពាត់ស៊ីម៉ាជុំវិញមឈូសពួកគេតាមសម្លឹងមើលតាភឿនធ្វើកិច្ចពាត់ស៊ីម៉ាគ្រប់គ្នាយុទ្ធសម្លឹងមើលទៅមឈូសរួចវាសភ្នែកយឺតទៅកន្លែងធ្នើដាក់កោតម៉ោង12ជាងយប់កាន់តែស្ងាត់ប៉ុន្តែនៅមុខផ្ទះបងកសពដូចជាមិនស្ងាត់ទេពូច័ន្ទឆេននិងអ្នកផ្សេងសព2អ្នកទៀតគឺបុលនិងថនបានកំពុងអង្គុយជុំគ្នាផឹកស្រាសបុលនិយាយឡើងថាខ្ញុំចង់ឃើញមុខសពដល់ហើយឬគេថាជាស្រីកមុំមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់តើពិតមែនដែរទេពូច័ន្ទពោលតបយកល្អកុំចង់ឃើញមុខសពអីថនបន្តមិនចឹងពូឆេនឆ្លើយតបខ្លាចពីនេះឯងហ្នឹងឃើញមុខសពហើយក៏ដេកស្រមៃពេលយប់ខ្លាចខ្មោចនោះអីឬបែបនេះថននឹងបុលក៏សើចឡើងពីអ្នកខ្ញុំមិនចេះខ្លាចខ្មោចទេបុលបន្តមែនហើយពួកខ្ញុំមិនចេះខ្លាចខ្មោចទេបើខ្ញុំចេះខ្លាចខ្មោចមិនមែនខ្ញុំដើរមកកំដរសពទាំងយប់អញ្ចឹងទេមកពួកយើងផឹកស្រាទៅឬបុលនឹងថននិយាយបែបនេះពូច័ន្ទនិងឆេនក្រវីក្បាលតិចទំនងហួសចិត្តពូច័ន្ទនិយាយថាអាពីរអ្នកនេះបានដួលសន្លប់បោះសក់ដូចអញម្ដងបានដឹងប្រឹងនៅលើផ្ទះតម្កល់សពឯនេះវិញតាភឿនបានប្រាប់ទៅយុទ្ធនិងសិទ្ធិកាខណៈមេភូមិសនវណ្ណីនិងវណ្ណានៅជុំគ្នាថាសពនេះមិនមានវេលាល្អអាចបូជានៅថ្ងៃស្អែកនេះបានទេឬបែបនេះសិទ្ធិកាងាកនិយាយទៅយុទ្ធឲ្យរកមធ្យោបាយពន្យាពេលកុហកបាមធិរដ្ឋម្ដងទៀតបងយុទ្ធបងតែរកមធ្យោបាយពន្យាពេលទៅបាមធិរដ្ឋម្ដងទៀតទៅណាយុទ្ធនិយាយតបទាំងទឹកមុខស្មាថេងបងដឹងហើយមេភូមិក៏ងាកពោលទៅយុទ្ធថាចៅប្រូតើសពនេះស្លាប់យ៉ាងណាឲ្យប្រកាសយុទ្ធតបមេភូមិដោយទឹកមុខស្មាថេងបាត់តានាងបានរអិលជើងធ្លាក់ពីលើទីខ្ពស់បោកក្បាលទៅនឹងទាំងថ្មខណៈពួកខ្ញុំព្យាយាមឡើងទៅលើភ្នំមេឃកាន់តែងងឹតមើលអ្វីមិនយល់នៅមុខផ្ទះតម្កល់សពឃើញអ្នកផឹកស្រា4នាក់បន្តផឹកជជែកគ្នាបណ្ដើរសោចតិចបណ្ដើរនៅលើផ្ទះតម្កល់សពឯនេះវិញអាចារ្យភឿនកំពុងអង្គុយសូត្រធម៌ខ្សឹបម្នាក់ឯងនៅក្បែរមឈូសខណៈមេភូមិសនដេកអង្គុយផ្អែកចសកណ្ដាលរីឯសិទ្ធិកាយុទ្ធនិងវណ្ណីដេកផ្អែកទៅជញ្ជាំងផ្ទះឯវណ្ណាបើកភ្នែកដៀងមើលទៅអាចារ្យភឿនសូត្រធម៌ដោយក្រសែភ្នែកចម្លែកមួយសន្ទុះក្រោយមកឃើញតាភឿនដេកអង្គុយផ្អែកខ្លួនទៅនឹងសសរកណ្ដាលក្បែរមេភូមិវណ្ណាមើលទៅតាភឿនរួចងាកមកសម្លឹងមុខវណ្ណីទើបលោកចាប់ដៃនាងហើយបន្លឺហៅតិចថាអូនវណ្ណីចុះទៅក្រោមជាមួយបងមួយផ្លែតវណ្ណីនិយាយបដិសេធទេអូនមិនតែជាមួយបងទេវណ្ណានិយាយអង្វរជូនបងទៅបាត់ជើងតូចមួយផ្លែតទៅបងមិនទាំងហ៊ានទៅម្នាក់ឯងវណ្ណីធ្វើមុខធុញហើយក៏ងក់ក្បាលតិចយល់ព្រមវណ្ណានិងវណ្ណីក៏ក្រោកដើរបណ្ដាគ្នាមកដល់ចិត្តមាត់ទ្វាររៀបនឹងចុះស្រាប់តែដៃមួយមកចាប់ស្មាវណ្ណីពីក្រោយវណ្ណីងាកមុខមកក្រោយទើបតាភឿននិយាយ
nhóm kia chọc tàu nó thập chục trong phim tư ពីរអ្នកបងប្អូនក៏ដើរចូលមកខាងក្នុងវិញវណ្ណាលួចចម្លងមុខអាចារ្យភឿនដោយកំហឹងគុំគួនអ្វីម្យ៉ាងនៅមុខផ្ទះតម្កល់សពពូចាន់ឈរនោមនៅមុខផ្ទះដោយអាការៈស្រវឹងទាំងទប់ខ្លួនស្ទើរមិនជាប់រួចក៏ដើរតម្រង់មកកន្លែងផឹកវិញស្រាប់តែ3អ្នកទៀតស្រវឹងដេកដួលអស់ពូចាន់ងាកមុខមើលទៅកម្មចិន្តាឃើញវណ្ណាដើរចុះពីកម្មចិន្តាសំដៅមករកគាត់វណ្ណានិយាយគ្នាមួយពីរជាមួយពូចាន់រួចទះស្មាពូចាន់បន្តិចស្រាប់តែពូចាន់កន្ត្រាក់ខ្លួនព្រឺតក៏ដើរឡើងទៅលើផ្ទះដូចមនុស្សគ្មានព្រលឹងហើយដើរលោបទៅផ្ដាច់ខ្សែសីមាដែលតាភឿនចងពាត់បឈូខណៈវណ្ណាឈរញញឹមមើលពីក្បែរនោះផ្ដាច់ខ្សែសីមាហើយពូចាន់ដើរចុះមកក្រោមវិញទាំងដែលគ្រប់គ្នានៅលើផ្ទះនោះដេកលងលូអនៅលើផ្ទះតម្កល់សពឮសំឡេងមឈូសរង្គើញ័រម្ដងបណ្ដាលឲ្យវណ្ណីសទ្ធិកានិងយុទ្ធភ្ញាក់ពីដំណេកពួកគេមើលមុខគ្នាដោយអាការៈភ័យខ្លាចលុះមឈូសរង្គើម្ដងទៀតទើបមេភូមិនិងអាចារ្យភឿនភ្ញាក់ពីដំណេកវណ្ណីសទ្ធិកានិងយុទ្ធធ្វើទឹកមុខភ័យបារម្ភតាភឿនសម្លឹងទៅមឈូសក៏និយាយថាមិនគូខ្សែសីមាដាច់អស់អញ្ចឹងរំពេចនោះមឈូសរង្គើខ្លាំងឡើងបណ្ដាលឲ្យវណ្ណីសទ្ធិកានិងយុទ្ធរត់ចុះពីលើផ្ទះខណៈមេភូមិរត់ចុះមកតាមក្រោយពួកគេអាចារ្យភឿនខំសូត្រខ្លុំគាថាស្រាប់តែផ្សែងខ្មៅម្យ៉ាងហោះមកបុកគាត់បណ្ដាលឲ្យគាត់ប៉ើងមកដល់វត្តកម្មចិន្តាប៊ីសនឹងធ្លាក់គាត់ក៏ប្រញាប់ចុះពីលើផ្ទះមកជាមួយពួកគេនាងវណ្ណីក្រឡេករកបងប្រុសតែមិនឃើញនាងនិយាយតិចបងវ៉ាន់ទៅណាអញ្ចេះមិនក៏មិនឃើញឬក៏គាត់រត់ទៅផ្ទះមុនបាត់ហើយពួកគេឈរមើលទៅអាចារ្យភឿនដើរសម្ដៅមកខណៈអ្នកផឹកស្រាទាំង4កំពុងស្រវឹងដេកដួលអស់តាភឿនបានប្រាប់កុំឲ្យគ្រប់គ្នាភ័យគ្រប់គ្នានៅឲ្យស្ងៀមមិនបាច់ភ័យបារម្ភស្រន់ស្លោទេនិយាយចប់តាភឿនក៏ប្រញាប់យកអំបោះក្នុងថងយាមមករាយព័ទ្ធសីមាពួកគេរួមទាំងអ្នកផឹកស្រវឹង4នាក់ផងដែរវិញ្ញាណនាងរីយ៉ាបានចូលសពធិរដ្ឋហើយឈរនិយាយលើមាត់ទ្វារទាំងចង្អុលមុខអាចារ្យភឿនដែលឈរក្បែរគេគ្រប់គ្នាថាតាកញ្ចាស់តាឯងខំព្រលឹងយើង5ឆ្នាំហើយពេលនេះក៏ដល់ពេលវេលាដែលយើងត្រូវសងសឹកដែរតាភឿនក៏បានតបថាកាលដែលយើងឃុំព្រលឹងនាងគឺមកពីនាងមិនព្រមទៅចាប់ជាតិហើយនៅទៅដើរសម្លាប់មនុស្សដើម្បីសងសឹកក្រែងនាងបានសម្លាប់អ្នកដែលរំលោភនាងពីអ្នកនោះសងសឹកហើយមិនតោងអីសួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរឿងផ្ទះដំកល់មឈូសភាគទី3សូមស្លេះតែប៉ុណ្ណេះសិនសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់រងចាំស្ដាប់នៅភាគទី4ជាភាគបន្តដើម្បីផ្ដល់កម្លាំងចិត្តឲ្យ admin សូមបងប្អូនជួយចុចរូបបណ្ដឹងនិង Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណទុកជាមុនសូមជម្រាបលា VFM រួមនឹងទូរការកំសាន្តគ្រប់ទីកន្លែង